នេះគឺជាវីដេអូទី12នៃការរៀន Python Programming បាទនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពី data type ដែលមានលក្ខណៈជា dict បាទ dict នេះគឺមកពីពាក្យថា dictionary បាទ data type ដែលមានលក្ខណៈជា dictionary នេះគឺវាស្ថិតនៅក្នុងប្រភេទមួយយើងហៅថា mapping type បាទអញ្ចឹង variable ទាំងឡាយណាដែលយើងប្រកាសមានលក្ខណៈជា dictionary នេះមានន័យថាតម្លៃរបស់វាគឺវា store មានលក្ខណៈជា key ហើយនិង value បាទមានលក្ខណៈជា key ហើយនិង value បាទអូខេឥឡូវយើងធ្វើឧទាហរណ៍បាទយើងមកឧទាហរណ៍ពីការប្រកាស variable ដែលមានលក្ខណៈជា dictionary អូខេអញ្ចឹងនៅក្នុងឧទាហរណ៍នេះយើងមើលយើងបានប្រកាស variable មួយដែលមានឈ្មោះថា dict បាទ dict នេះគឺជាឈ្មោះ variable ហើយការប្រកាសដែលមានទម្រង់បែបនេះគឺទី1គឺមានឃ្នាបបិទបើកសងខាងទី2គឺយើងមាន key មាន value បាទហើយខណ្ឌគ្នាដោយសញ្ញា comma បាទអញ្ចឹងនេះ key value បាទ key value ខណ្ឌគ្នាដោយសញ្ញា comma បាទអញ្ចឹងការប្រកាស data type របៀបនេះគឺយើងហៅថាជាការប្រកាសបែបមានលក្ខណៈជា dictionary ឥឡូវឧទាហរណ៍ថាយើងសាកល្បង print type របស់ dictionary របស់ data type របស់យើងណាតើយើងមើលថាតើវាជាប្រភេទ data type អីគេណាយើងអាច print ប្រភេទរបស់វាអញ្ចឹងយើង save អូខេឥឡូវយើង run ឃើញទេអញ្ចឹងវាបង្ហាញថា data type នេះគឺមានលក្ខណៈជា dict ជា dictionary អូខេឥឡូវយើងចង់បង្ហាញពីតម្លៃរបស់វាណាអញ្ចឹងយើង print មកហើយដាក់ឈ្មោះ data type របស់យើងបាទនេះគឺជាការ print តម្លៃរបស់វាអញ្ចឹងយើង save អូខេយើង run បាទអញ្ចឹងនេះគឺជាតម្លៃដែលយើងបាន print ចេញពី variable របស់យើងដែលមានលក្ខណៈជា dictionary អូខេមានទាំង key មាន value បាទអូខេមួយទៀតបើសិនជាយើងចង់ print យកតែ key របស់វាបាទយើងចង់ print យកតែ key របស់វាអញ្ចឹងយើងវាយមកបាទ print ហើយយើងបើកវងកញ្ចក់មកយើងដាក់ឈ្មោះ variable របស់យើងទៅបាទ dict ហ្នឹងហើយយើងដាក់ dot key បាទ dot key មាន s ណាហើយបើកវងកញ្ចក់មកនេះមានន័យថាយើង print យកតែ key របស់វាអូខេហើយមួយទៀតបើសិនជាយើងចង់ print យកតែ value របស់វាបាទអញ្ចឹងយើងវាយមក print dot value អូខេហើយនេះយើង print យកតែ value អូខេបាទអញ្ចឹងឥឡូវយើង save ហើយយើង run មើលបាទយើង save ហើយយើង clear នេះមួយសិនទៅបាទហើយយើង run មើលអូខេនេះគឺយើង print យកតែ key ឯងបាទយកតែ key ទេគឺ key របស់វាគឺ brand model ហើយនិង year ឃើញទេនេះជា key នេះ brand model ហើយនិង year ហើយខាងក្រោមនេះគឺយើង print យក value ណាអញ្ចឹង value របស់វាបាន Ford បាទ Mustang ឬក៏ឆ្នាំអញ្ចឹងមកណានៅក្នុងហ្នឹងបាទនៅក្នុង variable មានលក្ខណៈជា dictionary នេះគឺ value key ហើយនឹង value បើយើងនិយាយពី value នេះវិញយើងអាចប្រកាសវាតាមប្រភេទផ្សេងបានបាទជា integer បាទជា string ជាអីចឹងបានណាបាទមួយទៀតបើសិនជាយើងចង់ print ជា item មានន័យថាយើង print យក key value របស់វាបាទម្ដុំបាទចេញមកគឺយើងអាច print ជាមួយនឹង item ណាបាទ value របស់យើង .item អញ្ចឹងករណីនេះគឺវានឹងចាប់យកម្ដុំមកជា key value បាទដោយ separate ដោយវងកញ្ចក់មកវាមានវងកញ្ចក់របស់វាក្តោបមួយ key ហើយនឹង value ម្ដុំរបស់វាតែម្ដងឥឡូវយើង save បាទហើយយើង run យើង clear នេះសិនទៅអូខេយើង run នេះឃើញទេ
គឺវាក្តោបឲ្យយើងម្ដុំណានេះ key value ម្ដុំឲ្យយើងណាជាលក្ខណៈ item បាទមួយទៀតឧទាហរណ៍ថាយើងចង់ print យកតែតម្លៃណាមួយបាទនៅក្នុង variable របស់យើងអាច print បាទយើង print ហើយយើងយកឈ្មោះយើងប្រើឈ្មោះ variable របស់យើងមកបាទហើយយើងដាក់គៀបសងខាងយើងដាក់ key បាទយើងចាប់យកតម្លៃតាម key ជាងឥឡូវនេះយើងចាប់យកតម្លៃតាម key ដែល key នោះឈ្មោះថា brand អូខេបាទអញ្ចឹងវានឹងបានតម្លៃ Ford នេះមកអូខេឥឡូវយើង save បាទយើង save ហើយយើង clear នេះសិនបាទហើយយើង print ម្ដងទៀតយើង run ម្ដងទៀតអូខេនេះឃើញយើងបានតម្លៃ Ford បាទបានតម្លៃ Ford ទៅតាម brand ទៅតាម key នៃ variable របស់យើងមួយណាបាទនៅក្នុង Python លក្ខណៈជា dictionary ក្នុងករណីដែលយើងប្រកាស key របស់វាដែលមានឈ្មោះដូចគ្នាឧទាហរណ៍ថាយើងប្រកាស year 2 ដងណាបាទយើងប្រកាស year 2 ដងមកថា2025បែបនេះណាអញ្ចឹងករណីបែបនេះគឺវានឹងចាប់យកនៅតម្លៃចុងក្រោយទៅចំពោះ key ដែលមានឈ្មោះដូចគ្នាក្នុងករណីនេះអញ្ចឹងបាទវានឹងចាប់យក2025បាទវាអត់ចាប់យក1964ទេឥឡូវយើងឧទាហរណ៍យើង save បាទយើង clear នេះសិនយើង run ម្ដងទៀតអូខេយើងឃើញណា value របស់ key year គឺវាចាប់យក2025ទាំងអស់បាទអញ្ចឹង2064នេះគឺវាអត់ចាប់យកទេក្នុងករណីដែលមាន key ដែលមានឈ្មោះដូចគ្នាអូខេមួយទៀតករណីដែលយើងចង់រកចំនួន key ដែលយើងហៅថា len ណាបាទព្រោះវាមានលក្ខណៈដូចជា array ដែរអញ្ចឹងវាចង់រកចំនួន key របស់វាតើមានប្រមាណបាទអញ្ចឹងយើងអាច print បាទយើង print ហើយយើងវាយ len បាទតមកយើងដាក់ឈ្មោះ variable របស់យើងអូខេបែបនេះបាទយើង save មកបាទយើង clear នេះសិនយើង run មកទៀតឃើញទេនៅក្នុងនោះវាប្រាប់ថាយើងមាន3បាទមាន3យើងរាប់មក1 2 3ចុះហេតុអីក្នុងនេះយើងឃើញមាន4ដោយសារមាន4មែនប៉ុន្តែ key ឈ្មោះដូចគ្នាដូច្នេះវាទទួលស្គាល់តែ key ដែលមាន value ចុងក្រោយដូច្នេះវារាប់ទៅឃើញមាន3អូខេអញ្ចឹងសូមចងចាំកន្លែងហ្នឹងណាមិនត្រូវប្រើឈ្មោះ key ដែលមានឈ្មោះដូចគ្នាទេអូខេមួយទៀតតកតងទៅនឹងប្រភេទនៃ data type នៃ value នីមួយៗបាទនៅក្នុង dictionary គឺវាអនុញ្ញាតឲ្យយើងប្រកាសនៅប្រភេទ data type ផ្សេងគ្នាឧទាហរណ៍ថានៅក្នុងយើងមានពាក្យថា electric មួយដែលយើងប្រកាសជា boolean បាទជា for បាទជា for boolean មួយឧទាហរណ៍ថាមួយទៀតយើងមាន color បាទដែល color នេះយើងប្រកាសវានៅក្នុង color មួយវាមានតម្លៃច្រើននៅក្នុងនឹងទៀតឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងនៅក្នុង dictionary នេះវាអាចឲ្យយើងប្រកាសតម្លៃបែបនេះអូខេឥឡូវយើង save បាទយើង clear នេះសិនយើង run អូខេអញ្ចឹងយើងឃើញតម្លៃរបស់វានេះឥឡូវយើងករណីមួយនេះចុះហើយយើង print តម្លៃទាំងអស់នៅក្នុង variable ដែលមានលក្ខណៈជា dictionary ណាអញ្ចឹងយើងឃើញវា print មកបានទាំងអស់បាទតម្លៃ for ហើយ color នេះគឺមានតម្លៃ3ទៀតនៅក្នុងហ្នឹងឃើញទេបាទអញ្ចឹងយើងអាចធ្វើបែបនេះបាននៅក្នុង data type ប្រភេទជា dictionary បាទហើយមួយទៀតជាចុងក្រោយយើងហៅថា deconstructor បាទ deconstructor មានន័យថាយើងប្រើប្រាស់ keyword dic តែម្ដងដើម្បីប្រកាស variable ដែលមានលក្ខណៈជា dictionary បាទយើងប្រើ keyword dic ចូលតែម្ដងនេះប៉ុន្តែ dic នេះគឺយើងប្រើវាជាមួយនឹងវងកញ្ចក់វិញយើងអត់ប្រើជាមួយនឹងសញ្ញាឃ្នាបទេណាប៉ុន្តែវាត្រូវការមាន variable មួយដើម្បីទទួលតម្លៃដែរក្នុងហ្នឹងណាអូខេឥឡូវយើងធ្វើឧទាហរណ៍បាទក្នុងឧទាហរណ៍ឥឡូវយើងលុបនេះចេញតែម្ដងបាទអញ្ចឹងយើងមាន
ឥឡូវយើងបង្កើត variable មួយដូចមិញដដែលទៅdistrict ជាងដដែលបាទហើយស្មើយើងប្រើ constructor របស់យើងគឺឈ្មោះ dict បាទឈ្មោះ dict ហើយយើងប្រើវងកញ្ចក់អញ្ចឹងនៅក្នុងនេះករណី key និង value របស់វាគឺចំពោះ key យើងអត់មានប្រើសញ្ញា double quote ទេយើងប្រើ double quote តែចំពោះvalue ណាឧទាហរណ៍ដូចបែបនេះអញ្ចឹងយើងប្រកាសវា brand នេះគឺជាkey ហើយនេះជា value របស់វាណាអញ្ចឹងយើងយកតម្លៃទាំងអស់នេះតែម្ដងណាអញ្ចឹង key គឺអត់មានសញ្ញា double quote ទេដោយករណីឧទាហរណ៍មុនទេណាករណីនេះគឺយើង key អត់មាន double quote ប៉ុន្តែចំពោះ value របស់វាគឺផ្អែកទៅលើប្រភេទនៃ value បាទ string យើងដាក់ double quote ទៅបើវាជា integer យើងវាយជាលេខធម្មតាអញ្ចឹងទៅបាទហើយ boolean បែបនេះណាអូខេអញ្ចឹងឥឡូវយើង print ចេញមកបាទឥឡូវយើង save បាទយើង clear នេះចោលសិនយើង run បាទអញ្ចឹងបានលទ្ធផលដូចគ្នាឃើញទេបានលទ្ធផលដូចគ្នាអូខេករណីបន្តទៀតគឺបើករណីយើងចង់ print យកតែតម្លៃណាមួយរបស់ key ណាមួយគឺយើង print ដដែលបាទហើយបន្តមកទៀតករណីដែលយើងចង់ print យកតម្លៃណាមួយនៅក្នុង key ដែលមានតម្លៃច្រើនចេះគឺយើងអាច print តាមលេខ index មានន័យថាដូច color នេះអញ្ចឹងបើយើងដាក់លេខ0នេះគឺវានឹងបានតម្លៃមកគឺ red បាទករណីបែបនេះណាបាទបន្តមកទៀតយើងចង់បានតម្លៃរបស់ key ណាមួយទៀតប៉ុន្តែយើងតាមរយៈ method .get យើងអាចប្រើតាម syntax នេះបានណាឈ្មោះ variable របស់យើង .get មកហើយយើងដាក់ឈ្មោះ key គឺយើងបានដូចគ្នានិយាយរួមគឺករណីនេះហើយនិងករណីនេះបានដូចគ្នាណាបាទចេញមកបានដូចគ្នាបាទបន្តមកទៀតបើក្នុងករណីដែលយើងចង់សិក្សាអំពីលក្ខខណ្ឌថាបើសិនជាករណីដែលវាមានឆ្នាំមាន keyword ឆ្នាំ year ណា keyword year គឺឲ្យវាចេញតម្លៃវាមកតែបើអត់មានទេវាចេញ found not found អូខេអញ្ចឹងចង់បានលក្ខខណ្ឌហ្នឹងគឺយើងអាចប្រើ syntax បែបនេះអូខេដូចឧទាហរណ៍ក្នុងនេះយើងឧទាហរណ៍2ថាឧទាហរណ៍ថា year វាមានណាអញ្ចឹងវាប្រកាសជាចេញឆ្នាំ1964មកហើយប៉ុន្តែសម្រាប់ owner អត់មានទេ key អត់មាន owner ទេដូច្នេះវាប្រកាសជាចេញ not found អូខេឥឡូវប៉ុណ្្នឹងសិនយើង save ហើយយើង run មកសិនណា save បាទយើង clear នេះសិនទៅបាទយើង run អូខេអញ្ចឹងយើងឃើញណាគឺអានេះគឺយើង display តម្លៃមកទាំងអស់ឥឡូវនេះណាបាទតមកទៀតយើង display យកតែ value របស់ key brand គឺ Ford ណាតមកទៀតយើង display តែតម្លៃរបស់ color ប៉ុន្តែយកតែតម្លៃទី1ឯងគឺយកមកចេញ red នេះ red អូខេ red បាទហើយទី2 .get model នេះគឺយើងបាន value របស់ model នេះអូខេ Mustang នេះបាទហើយឆ្នាំដូចយើងនេះមុននឹងអញ្ចឹងថាករណីនេះបើសិនជាឆ្នាំនឹងមានគឺវា display មកនេះគឺ display 1964ប៉ុន្តែបើវាអត់វាចេញ not found អូខេតែឆ្នាំមានណាតែសម្រាប់ owner គឺអត់មាន key ទេណាអត់មាន key ទេអញ្ចឹង value របស់វាចេញមក not found នេះ not found បាទអូខេបាទមួយទៀតឧទាហរណ៍ដូច color បាទឧទាហរណ៍ដូច color បើសិនជាយើងចង់ check មើលថាតើបើសិនជាតម្លៃ index លេខ0នេះអត់មានទេគឺឲ្យវាចេញថា no color found បាទក្នុងករណីនេះយើងមានណាយើងវាគាត់ចេញ red ហើយតែបើអត់មានទេវាចេញថា no color found អូខេឥឡូវយើង save បាទយើង clear នេះយើង run អូខេអញ្ចឹងវាចេញ red ដោយសារតម្លៃនឹងមានណាតម្លៃនឹងមានអូខេអញ្ចឹងយើងអស់មានប៉ុណ្ណឹងអញ្ចឹងសូមចាំមើលវីដេអូក្រោយៗទៀតបាទ